បងប្អូនអរគ្នានេះមកលេងលើភ្នំដាំផ្កាបងប្អូននេះដោយសារមានផ្លូវឡើងដល់លើកំពូលភ្នំបងប្អូនយើងជិះឡើងដល់លើកំពូលហើយយើងជិះចុះវិញបងប្អូននេះជិះចុះទៅក្រោមវិញបងប្អូនភ្នំដាំផ្កាបងប្អូនមកឆ្ងាយទេបងប្អូនអើយឡើងរំទៅដល់ជូរដែរចុះទៅក្រោមវិញបងប្អូននេះទៅបងប្អូនអើយបាច់មួងការទៅខ្លួនឯងបងប្អូនចុះទៅលើភ្នំបងប្អូនដោយសារគេចាក់មិនតង់ឡើងចិត្តដល់កំពូលភ្នំអីបងប្អូនឥឡូវយើងចុះទៅក្រោមវិញបងប្អូនភ្នំដាំផ្កានេះផងដែរបងប្អូនយើងអាចមកលេងកំសាន្តបានបងប្អូននៅក្នុងខេត្តពោធិ៍សាត់បងប្អូនភ្នំដាំផ្កានេះបងប្អូនដោយសារគេកំពុងតែធ្វើមានរូបចម្លាក់មានអីជាច្រើនបងប្អូនយើងអាចមកដើរលេងកំសាន្តបានបងប្អូននៅក្នុងទឹកដីខេត្តពោធិ៍សាត់បងប្អូននេះបងប្អូននេះនៅខាងមុខនេះបងប្អូននៅខាងមុខមានដោយសារគេមានរូបចម្លាក់អីរូបអីគេឆ្លាក់ហ្នឹងបងប្អូននេះគេឆ្លាក់រូបចម្លាក់រូបអីនេះបងប្អូនមាននៅខាងមុខនេះបងប្អូននេះមានព្រះមានរូបចម្លាក់ដូចគេឆ្លាក់ពីថ្មពិតៗបងប្អូនថ្មនៅលើភ្នំធំធំគេឆ្លាក់មកពីថ្មធំបងប្អូនតែយើងជិះឡើងលើដល់លើហើយយើងជិះចូលក្រោមវិញបងប្អូននេះជិះចូលក្រោមបងប្អូនកំពុងតែចុះចិត្តដល់ក្រោមបងប្អូននេះមានទាំងអីគេរាជសីហ៍បងប្អូននេះរាជសីហ៍ចិត្តដល់ក្រោមបងប្អូនភ្នំដាំផ្កានេះមានសួនមានអីច្រើនបងប្អូនណាចង់មកលេងអាចមកលេងបានបងប្អូននៅក្នុងខេត្តពោធិ៍សាត់នេះឯងបងប្អូនខេត្តពោធិ៍សាត់យើងនឹងបងប្អូននេះមានសួនមានអីមានជាច្រើនទៀតបងប្អូនតែមិនបានថតច្រើនបងប្អូនឲ្យចែកជូនបងប្អូនមើលទេប៉ុណ្ណឹងទេបងប្អូននេះមានតែសួនតែមានកន្លែងច្រើនទៀតមានទីធ្លារៀងធំបងប្អូនធំនៅភ្នំដាំផ្កានេះបងប្អូននេះមានរូបចម្លាក់ដូចជាឆ្កែក្របីបងប្អូននេះមានរូបចម្លាក់ច្រើនបងប្អូនបើនិយាយពីរូបចម្លាក់នេះច្រើនបងប្អូនច្រើនតែយើងមិនបានថតជាច្រើនកន្លែងបងប្អូននេះមានដូចជាព្រះអង្គព្រះច្រើនអង្គនេះបងប្អូនព្រះច្រើនអង្គនេះបងប្អូននេះច្រើនណាស់ដោយសារយើងអត់បានដើរថតច្រើនទេបងប្អូនដើរថតបានតែប៉ុណ្្នឹងបងប្អូន